តបងប្អូនទាំងអស់គ្នាយើងតសាច់រឿងរបស់យើងភាគ4បន្តទៀតយើងបានឃើញអ្នកគ្រូលីកំពុងតែរត់ទៅបន្ទប់សិក្សារបស់អ្នកគ្រូហើយយើងបានឃើញសិស្សជាច្រើនកំពុងតែរោមនៅពីមុខថ្នាក់មិនដឹងថាមានរឿងអ្វីកើតឡើងនៅខាងក្នុងនោះទេអ្នកគ្រូគ្រាន់តែចូលមកដល់ខាងក្នុងថ្នាក់ភ្លាមបានឃើញអ្វីអីវ៉ាន់នៅខាងក្នុងថ្នាក់បានខ្ទេចទីអស់នៅបានឃើញសិស្សម្នាក់កំពុងតែស្លាប់បាត់បង់ស្មារតីកំពុងតែងាកឆ្វេងងាកស្ដាំគឺបំពង់ពលុតអគីភ័យនឹងទាញយកមកបាញ់ពលុតអគីភ័យភ្លាមអ្នកគ្រូបានស្រែកទាំងកំហឹងទៅកាន់ពួកគេថាតើពួកឯងទាំងអស់គ្នាកំពុងតែធ្វើអ្វីនៅខាងក្នុងថ្នាក់នេះស្រុះពេលដំណើរគ្នានោះក្រសួងក៏ចាប់ផ្ដើមចូលមកដល់ខាងក្នុងថ្នាក់ក៏បានឃើញសិស្សម្នាក់កំពុងតែដេកដួលសន្លប់បាត់បង់ស្មារតីហើយពេលនេះយើងបានឃើញថាហ្គាមីនត្រូវបានគេយកមកដល់ខាងក្នុងបណ្ណាល័យដោយសារតែគេបានវាយគ្នានៅខាងក្នុងសាលារៀនមួយនេះចំណែកអេសេយុនក៏បានចូលមកដល់ខាងក្នុងដូចគ្នាដើម្បីអរគុណទៅហ្គាមីនដែលបានជួយខ្លួនកន្លងមកនិងបានយកវ៉ែនតាដែលហ្គាមីនបានវាយគ្នាអាបានមិញបានធ្លាក់នៅខាងក្នុងថ្នាក់រៀនហ្គាមីននៅពេលនេះសប្បាយចិត្តរីករាយខ្លាំងណាស់ដោយសារតែគេពេលនេះកំពុងតែទទួលបានកូនក្រុមម្នាក់ហើយនៅពេលនេះនាយករងជាមួយនឹងក្រសួងចាប់ផ្ដើមចូលមកដល់ខាងក្នុងបណ្ណាល័យចំណែកឯសេយុនវិញគ្រាន់តែចេញពីបណ្ណាល័យមិនទាន់បានប៉ុន្មានបានឃើញសិស្សជាច្រើនកំពុងតែវាយគ្នានៅខាងមុខថ្នាក់និងប្រឡែងគ្នាលេងពួកគេទាំងអស់គ្នាគ្រាន់តែឃើញសេយុនភ្លាមពួកគេបានកិច្ចនឹងឆោះអែបជញ្ជាំងរៀងៗខ្លួនធ្វើដូចជាសេយុនគឺជាមនុស្សម្នាក់ដែលកាយសាហាវនៅខាងក្នុងសាលារៀននេះអញ្ចឹងសេយុនមានការភ្ញាក់ផ្អើលជាខ្លាំងគ្រាន់តែងាកមកខាងក្រោយបានឃើញបរិស3នាក់កំពុងតែដើរសម្ដៅមករកខ្លួនសេយុនបានកិច្ចយ៉ាងលឿនហើយយើងបានឃើញថាបរិស3នាក់នោះបាននាំយន្តវូឡើងមកដល់លើដំបូលអគារដើម្បីជួបមេរបស់គេដែលអង្គុយរងចាំនៅពេលនេះគុណយុបក៏ឈរនៅលើដំបូលអគារមួយទៀតដើម្បីតាមដានអំពីសកម្មភាពរបស់ពួកគេទាំងអស់គ្នាសាច់រឿងរបស់យើងក៏កាត់មកដល់ខាងក្នុងបណ្ណាល័យនាយករងកំពុងតែនិយាយជាមួយនឹងក្រសួងថាមិនអីទេបញ្ហាមួយនេះខ្ញុំអាចចាត់ចែងបានខ្ញុំនឹងបណ្ដេញសិស្សម្នាក់នេះចាក់ចេញពីសាលារៀនមួយនេះគ្រាន់តែឮបណ្ដេញចេញភ្លាមហ្គាមីនមានការភ្ញាក់ផ្អើលជាខ្លាំងអ្នកគ្រូលីក៏ចាប់ផ្ដើមតវ៉ាជាមួយនឹងនាយករងប៉ុន្តែត្រូវបាននាយករងស្ដីបន្ទោសឲ្យទៅវិញនាយករងបានប្រាប់ទៅអ្នកគ្រូលីថាចាប់ផ្ដើមកោះហៅឪពុកម្ដាយរបស់ក្មេងប្រុសម្នាក់នេះមកដើម្បីធ្វើកិច្ចសន្យាបណ្ដេញក្មេងប្រុសម្នាក់នេះចាកចេញពីសាលារៀនគ្រាន់តែនាយករងជាមួយនឹងក្រសួងបានធ្វើដំណើរចាកចេញអ្នកគ្រូលីបានក្រោកឡើងដើម្បីបដិសេធនិងធ្វើការតវ៉ាចំពោះបញ្ហាមួយនេះគ្រាន់តែសិស្សវាយគ្នានៅខាងក្នុងសាលារៀនហេតុអ្វីដល់ថ្នាក់ដេញគ្នាចាកចេញពីសាលារៀនទៅវិញក្មេងប្រុសម្នាក់នេះគ្រាន់តែការពារខ្លួនដើម្បីកុំឲ្យគេធ្វើបាបតែប៉ុណ្ណោះពេលនេះក្រសួងក៏ចាប់ផ្ដើមសើចហើយបាននិយាយទៅអ្នកគ្រូលីថាអ្នកស្រីលីមិនមានការផ្លាស់ប្ដូរសូម្បីតែបន្តិចនាងគឺជាសិស្សដែលបានប្រឡងជាប់ចំណាត់ថ្នាក់លេខ1ក្នុងចំណោមសិស្សទាំងអស់នៅខាងក្នុងសាលារៀនទើបធ្វើឲ្យនាយករងមានការភ្ញាក់ផ្អើលជាខ្លាំងថានាងគឺជាសិស្សដែលមានចំណាត់ថ្នាក់លេខ1នៅខាងក្នុងសាលារៀននាងបានប្រឡងដើម្បីចុះឈ្មោះធ្វើជាគ្រូប្រចាំឆ្នាំតែមិនដឹងថាដោយសារតែមូលហេតុអ្វីនៅសុកក៏បានបាត់នាងទៅឈ្មោះរបស់នាងក៏ត្រូវបានលុបចេញពីក្របខ័ណ្ឌរបស់គ្រូបង្រៀនដូច្នេះក្រសួងក៏ចាប់ផ្ដើមសួរទៅអ្នកគ្រូលីថាតើអ្នកគ្រូលីចង់ដោះស្រាយបញ្ហាមួយនេះដោយវិធីណាអ្នកគ្រូលីបាននិយាយឆ្លើយតបទៅក្រសួងវិញថាយើងត្រូវតែបង្កើតក្រុមសិក្សាមួយហើយក្រុមសិក្សានេះគឺជាគំនិតរបស់ហ្គាមីនខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីបង្កើតក្រុមសិក្សានេះជាមួយនឹងគាត់រឿងមួយនេះត្រូវបានក្រសួងយល់ស្របដោយសារតែការបញ្ចេញមតិរបស់អ្នកគ្រូលីអំពីក្រុមសិក្សាក្រសួងក៏ចាប់ផ្ដើមស្ដីបន្ទោសឲ្យទៅនាយករងគ្រាន់តែសិស្សចង់សិក្សាតើវាមានបញ្ហាអ្វីដែរឬទេសាច់រឿងរបស់យើងក៏កម្មមកដល់ម៉ោង5ទៀតភ្លឺយើងមិនឃើញថាហ្គាមីនចាប់ផ្ដើមក្រោកពីគេងនៅបានចេញទៅធ្វើលំហាត់ប្រាណនៅខាងក្រៅហ្គាមីនមិនដែលសម្រាលសូម្បីតែមួយដងដោយសារតែគេគិតថាការធ្វើលំហាត់ប្រាណមួយនេះអាចជួយដល់ខួរក្បាលរបស់គេឲ្យរៀនឆាប់ចេះហ្គាមីនគ្រាន់តែធ្វើលំហាត់ប្រាណហើយក៏បានលួចចូលមកដល់ខាងក្នុងបន្ទប់ធ្វើគេងតាមធម្មតាដើម្បីកុំឲ្យម្ដាយរបស់គេបានដឹងថាហ្គាមីនលួចចេញទៅខាងក្រៅដើម្បីធ្វើលំហាត់ប្រាណពេលដែលមកដល់សាលារៀនភ្លាមយើងបានឃើញថាសេយុនកំពុងតែឈររងចាំហ្គាមីនតែសេយុនធ្វើដើរដូចធម្មតាដូចមិនរងចាំហ្គាមីននោះទេហ្គាមីនគ្រាន់តែឃើញសេយុនកំពុងតែដើរនៅម្នាក់ឯងក៏រត់មកជួបសេយុនយ៉ាងលឿននិងនិយាយលេងជាមួយនឹងគ្នាដើម្បីដើរចូលទៅខាងក្នុងសាលារៀនតាមពិតសេយុនក៏បារម្ភអំពីហ្គាមីននោះដែរឈររងចាំគេជាយូរទម្រាំតែហ្គាមីនមកដល់នៅតែមិនហ៊ានសារភាពអំពីការបារម្ភមួយនេះសាច់រឿងរបស់យើងក៏កាប់មកដល់នាយករងកំពុងតែនិយាយជាមួយនឹងអ្នកគ្រូលីថាអ្នកគ្រូលីកំពុងតែមានទំនុកចិត្តខ្ពស់ហើយដែលហ៊ានបង្កើតក្រុមសិក្សានេះឡើងអ្នកគ្រូលីជឿថាខ្លួនឯងអាចបង្កើតឡើងមែនដែរឬទេអ្នកគ្រូលីមានពេលតែ2សប្តាហ៍តែប៉ុណ្ណោះដើម្បីរកសិស្ស5នាក់ចូលក្រុមសិក្សារបស់ខ្លួនអ្នកគ្រូក៏មិនបានបង្អង់យូរនោះដែរក៏បានចាកចេញពីបន្ទប់របស់នាយករងដើម្បីនិយាយប្រាប់ពួកគេទាំងពីរនាក់អំពីមូលហេតុដែលនាយករងបានដាក់ឲ្យពួកគេទាំងពីរនាក់ត្រូវតែរកសមាជិក3នាក់ទៀតដើម្បីចូលក្រុមរបស់ខ្លួនដើម្បីធ្វើឲ្យក្រុមសិក្សារបស់ពួកគេមានឈ្មោះពេញលេញហ្គាមីនចាប់ផ្ដើមយល់ព្រមនិងគិតថារឿងនេះគឺជារឿងងាយស្រួលបំផុតសម្រាប់ខ្ញុំគ្រាន់តែរក3នាក់ទៀតដើម្បីចូលក្រុមសិក្សាតែប៉ុណ្ណោះ
នឹងបានចាប់ផ្ដើមបិទសេចក្តីប្រកាសនៅខាងក្នុងសាលារៀនតើមាននរណាចង់ចូលក្រុមសិក្សារបស់ខ្ញុំដែរឬទេឆាប់ឡើងដើម្បីចូលក្រុមសិក្សារបស់ខ្ញុំនឹងមានប្រូម៉ូសិនពិសេសដើម្បីអ្នកទាំងអស់គ្នាកាមីនបានឃើញថាសិស្សនៅខាងក្នុងសាលារៀននេះកំពុងតែចាប់អារម្មណ៍ក្នុងសេចក្តីប្រកាសរបស់ខ្លួនហើយអញ្ចឹងហើយកាមីនបានប្រាប់ទៅសេយុនថាពួកយើងនឹងទទួលបានសមាជិកដើម្បីចូលក្រុមសិក្សារបស់យើងយ៉ាងលឿនគ្រាន់តែ3នាក់ប៉ុណ្ណោះខ្ញុំអាចរកបានយ៉ាងងាយស្រួលមិនត្រឹមតែប៉ុណ្ណេះខ្ញុំអាចគិតថាខ្ញុំអាចរករហូតទៅដល់10ទៅ20នាក់ទៀតក៏បានដែរអស់រយៈពេល3ម៉ោងហើយដែលពួកគេទាំងពីរនាក់កំពុងតែអង្គុយចាំសិស្សនៅខាងក្នុងសាលារៀនដើម្បីចូលឈ្មោះចូលក្រុមសិក្សារបស់ខ្លួនប៉ុន្តែគ្មាននរណាម្នាក់ដើម្បីចង់ចូលឈ្មោះក្រុមសិក្សារបស់ពួកគេទាំងពីរនាក់ទេឥឡូវនេះមានបុរសម្នាក់ហើយដែលបានចូលមកក្នុងបន្ទប់របស់ពួកគេប៉ុន្តែបុរសម្នាក់នេះមិនមែនមកចូលឈ្មោះក្រុមសិក្សារបស់កាមីននោះទេបុរសម្នាក់នេះគ្រាន់តែចង់ចូលមកដើម្បីប្រកួតជាមួយនឹងកាមីនតែប៉ុណ្ណោះដោយសារតែគេបានឮថាគេបានប្រយុទ្ធឈ្នះយុនវូដែលជាប់ចំណាត់ថ្នាក់លេខ1អញ្ចឹងហើយគេគឺជាមនុស្សតែម្នាក់ដែលជាប់ចំណាត់ថ្នាក់លេខ3ក៏ចង់ប្រកួតជាមួយនឹងកាមីនដែរកាមីនសប្បាយចិត្តខ្លាំងណាស់ស្មានតែគេចូលមកដើម្បីចូលឈ្មោះចូលក្រុមសិក្សាក៏បានចូលទៅដើម្បីស្វាគមន៍សមាជិកថ្មីប៉ុន្តែបុរសម្នាក់នោះព្យាយាមវាយទៅកាមីនទោះជាវាយយ៉ាងណាក៏វាយមិនត្រូវកាមីននោះដែរកាមីនបានត្រឹមតែរកกระดาษនៅខាងក្នុងកាតាបដើម្បីឲ្យសមាជិកថ្មីចូលឈ្មោះនៅខាងក្នុងនេះបុរសម្នាក់នឹងព្យាយាមវាយកាមីនវាយយកនៅខាងក្នុងបន្ទប់ទោះជាវាយយ៉ាងណាក៏វាយកាមីនមិនត្រូវដែរមិនដឹងថាមូលហេតុអ្វីកាមីនកិច្ចលឿនដល់ថ្នាក់នេះកាមីនគ្រាន់តែបើកទូលកឺចេញមកនឹងបានបុកជាមួយនឹងបុរសម្នាក់នោះធ្វើឲ្យបុរសម្នាក់នោះសន្លប់បាត់បង់ស្មារតីទៅកាមីនគ្រាន់តែយកក្រដាសចេញពីទូលកឺភ្លាមដេកដួលស្ដោកស្ដឹងនឹងច្រមុះរបស់គាត់ហូរឈាមកាមីនគ្រាន់តែឃើញបែបនេះក៏បានលោតចូលទៅដើម្បីដាស់បុរសម្នាក់នោះឲ្យក្រោកឡើងប៉ុន្តែអ្នកដែលនៅខាងក្រៅកំពុងតែឈរតាមដានមើលបានឃើញថាកាមីនកំពុងតែអង្គុយទះកំភ្លៀងមនុស្សដែលសន្លប់បាត់បង់ស្មារតីពួកគេគិតថាកាមីនគឺជាមនុស្សរោគចិត្តចំណែកឯសិស្សទាំង3នាក់ដែលនៅខាងក្រៅនេះវិញពួកគេទាំង3នាក់កំពុងតែនិយាយដើមកាមីនថាកាមីនគឺជាមនុស្សរោគចិត្តនៅបានវាយសិស្សនៅខាងក្នុងសាលារៀនយ៉ាងសាហាវពួកគេកំពុងតែនិយាយបន្លឺនិងកុហកគ្នារបស់ខ្លួនឯងចំណែកឯ2នាក់គេនៅខាងនេះវិញកំពុងតែអង្គុយរងចាំក្រែងលោមាននរណាចូលមកដើម្បីចុះឈ្មោះដើម្បីចូលក្រុមសិក្សារបស់ពួកគេប៉ុន្តែកាមីនបានរកឃើញវិធីមួយបើពួកគេមិនមករកយើងទេយើងត្រូវតែទៅរកពួកគេដើម្បីឲ្យពួកគេចុះឈ្មោះដើម្បីចូលមកក្នុងក្រុមសិក្សារបស់យើងចំណែកឯបរិសុទ្ធតែ3នាក់នេះវិញកំពុងតែអង្គុយញ៉ាំអាហារនៅខាងក្នុងថ្នាក់ញ៉ាំបណ្ដើរនិយាយដើមរបស់កាមីនបណ្ដើរនិយាយផងសើចផងយ៉ាងកាសក្អាយពេលនោះកាមីនក៏ចាប់ផ្ដើមចូលមកដល់ខាងក្នុងថ្នាក់នេះនឹងធ្វើឲ្យពួកគេធ្វើមុខឡើងស្រឡាំងកាំងតែម្ដងគ្មាននរណាម្នាក់ហ៊ានមាត់សំបីតែបន្តិចសំបីតែពេលខ្លះសឹងតែមិនហ៊ានដកដង្ហើមផងពួកគេទាំង3នាក់បាននិយាយថាបើពួកយើងទាំង3នាក់ចូលក្រុមសិក្សារបស់កាមីននោះកាមីននឹងរកហេតុផលជាច្រើនដើម្បីធ្វើទរណកម្មដោយសារតែពួកគេគិតថាកាមីនគឺជាមនុស្សរោគចិត្តចូលចិត្តក្នុងការធ្វើទរណកម្មកាមីនបានឃើញពួកគេទាំង3នាក់មើលទៅដូចជាអ្នកសិក្សាក៏បានដើរចូលទៅដើម្បីជួបពួកគេទាំង3នាក់ធ្វើឲ្យពួកគេទាំង3នាក់សឹងតែមិនហ៊ានដកដង្ហើមគ្រាន់តែកាមីនបានចាក់ចេញពីបន្ទប់នេះភ្លាមទើបធ្វើឲ្យពួកគេបានធូរចិត្តបន្តិចនៅខាងក្នុងសាលារៀនមួយនេះឥឡូវពេលដែលពួកគេឃើញកាមីនដូចជាឃើញខ្មោចអញ្ចឹងពួកគេនាំគ្នាគេចវេះនិងរត់ចាក់ចេញពីទីនេះនៅពេលដែលកាមីននិងសេយុនចាប់ផ្ដើមចូលមកដល់ខាងក្នុងសាលារៀនវិញឃើញថាគ្មានមនុស្សម្នាក់នៅខាងក្នុងសាលារៀនមួយនេះពួកគេអត់ដឹងបាត់ខ្លួនទៅណាអស់នៅបានឃើញថាកុនយុកបានឈរនៅពីមុខរបស់ពួកគេស្រាប់តែពេលនេះសេយុនបាននិយាយថាចុំកុនយុកបានមកដល់តាំងពីអង្កលគេគឺជាក្មេងម្នាក់ដែលរៀនពូកែបានចាក់ចេញទៅរៀននៅក្រៅប្រទេសគ្រាន់តែឮបែបនេះភ្លាមកាមីនក៏មិនបង្អង់យូរដែរក៏បានរត់យ៉ាងលឿនដើម្បីទៅជួបកុនយុកកាមីនចាប់ផ្ដើមនិយាយជាមួយនឹងកុនយុកដើម្បីបបួលកុនយុកចូលមកដល់ខាងក្នុងក្រុមសិក្សារបស់ខ្លួនប៉ុន្តែត្រូវបានកុនយុកបដិសេធដោយសារតែកុនយុកមិនចូលចិត្តក្រុមសិក្សាមួយនេះនោះទេនៅបានដើរចាក់ចេញបាត់ទៅសាច់រឿងរបស់យើងក៏កាន់មកដល់ខាងក្នុងថ្នាក់អ្នកគ្រូលីបានឃើញថាយុនវូបានបាត់ពីសាលារៀនពី3ថ្ងៃមិនឃើញមករៀនសោះក៏ព្យាយាមទេទូរស័ព្ទជាញឹកញាប់ដើម្បីតាក់ទងនៅតែតាក់ទងមិនបានទៀតអ្នកគ្រូលីក៏បានសម្រេចចិត្តដើម្បីទៅតាមរកអាស័យដ្ឋាននៅបានមកដល់ផ្ទះរបស់យុនវូទោះជាយ៉ាងណាក៏មិនបានឃើញយុនវូនៅខាងក្នុងផ្ទះនោះដែរ